ជំរាបសួរវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបដាក់ទំព័រនៅក្នុងឯកសារ Word របស់យើងមុនដំបូងយើងត្រូវការបដាច់នៅស្លឹកឯកសាររបស់យើងបដាច់ជាគ្នាដើម្បីស្រួលក្នុងការដាក់ទំព័ររបស់យើងអញ្ចឹងដោយឯកសាររបស់ខ្ញុំនេះខ្ញុំត្រូវការបដាច់ទំព័រទី1ចេញពីស្លឹកផ្សេងទៀតអញ្ចឹងយើងចុចមកជួរក្រោមយើងអស់មកយើងប្រើមកចុចជួរក្រោមទាំងអស់រួចហើយចុចទៅរកពាក្យ layout ខ្ញុំទីចុចទៅពាក្យថា back ដើម្បីបដាច់ចុចមកពាក្យនេះមកចុចdouble click នៅខាងលើនេះមកដើម្បីចង់ដឹងថាឯកសាររបស់យើងដាច់ពីគ្នានៅឥឡូវឯកសាររបស់យើងដាច់ពីគ្នាហើយនេះស្លឹកដំបូងរបស់យើងវាដាច់ចេញពីស្លឹកទី2របស់យើងហើយអញ្ចឹងយើងត្រូវការបដាច់នៅខាងក្រោមនោះមកកន្លែងទៀតដើម្បីស្រួលដាក់ពណ៌របស់យើងស្លឹកនេះដូច្នេះគេអត់ដាក់ពណ៌ទេអាចថាគេដាក់ជាគេសអញ្ចឹងយើងត្រូវការបដាច់នៅខាងក្រោមស្លឹកទៀតដើម្បីស្រួលដាក់ពណ៌ដើម្បីឲ្យការជាប់គ្នាតទៅទៀតយើងមកបដាច់នៅកន្លែងទី2មកយើងបដាច់កន្លែងនេះមកស្លឹកទៀតធ្វើដូចមុនអញ្ចឹងដាក់មកទំព័រចុងក្រោយមកដាក់ពីប្រើមកយើងមកដាក់ឲ្យវានៅក្នុងជួរចុងក្រោយទៀតហ្នឹងហើយចុចមករកពាក្យ layout ពាក្យ back ហើយយើងចុចឲ្យ next page នេះមកវាដាច់ជាគ្នាចុចឡើងទៅលើមួយមកឥឡូវឆែកមើលរបស់យើងសិន double click នៅខាងលើនេះមកហើយឃើញឯកសាររបស់យើងដាច់ជាគ្នាហើយ3កន្លែងដោយកន្លែងទី1នៅខាងលើនេះអានេះដាច់ផ្សេងនេះកន្លែងទី2របស់យើងនេះផ្សេងនេះកន្លែងទី3របស់យើងដាច់ផ្សេងហើយយើងដាក់ទំព័រអញ្ចឹងខ្ញុំកន្លែងនេះយើងដាក់កន្លែងនេះផ្សេងមកនេះចុច double click ឲ្យវាចេញអញ្ចឹងមកចុចទៅរកពាក្យ insert ហើយទៅរកពាក្យpage number នេះយើងរើសមកយើងចង់ប្រើទំព័រឯកសាររបស់យើងហ្នឹងមិនហើយយើងរើសតាមចំណង់ចិត្តរបស់យើងអញ្ចឹងយើងប្រើលើគេនេះមករួចហើយអូសមករកទី3នេះមកដល់ពេលបានចឹងហើយយើងចុចឲ្យវាលោតពណ៌ខ្មៅពីលើរបស់យើងមកដល់ពេលបានសញ្ញាខ្មៅនឹងហើយបើសិនជាវាជាប់នេះជាប់ link to QR នេះយើងចុចចេញទៅចុចមួយដើម្បីឲ្យវាលោតកុំឲ្យមានសញ្ញាខ្មៅនៅកន្លែងហ្នឹងបើសិនជាវាមានបើសិនជាអត់មានអញ្ចឹងទេមិនបាច់ធ្វើអីទេយើងចុចទៅរកពាក្យនេះវិញមកពី page number នេះហើយយើងចុចមករកពាក្យ format page number នេះមកហើយយើងចុចរើសយកកន្លែងនេះមកតែយើងចង់ប្រើលេខឬក៏ប្រើអក្សរតែដោយកន្លែងហ្នឹងដូច្នេះគេប្រើអក្សរឬគេអត់ប្រើអីទាំងគេប្រើលេខទីកន្លែងហ្នឹងអញ្ចឹងជាអក្សរវិញអូខេមកលុបអានេះសិនដើម្បីមើលឯកសាររបស់យើងអញ្ចឹងខ្ញុំធ្វើយ៉ាងយើងត្រូវការដាក់ទំព័រកន្លែងនេះថ្មីអញ្ចឹងយើងចុចពីនេះមកដល់វាចេញខ្មៅលើនេះមកឃើញវា link ជាប់សញ្ញា link យើងចុចពីលើវាមកដើម្បីមកវាជាប់វិញយើងចុចរកពាក្យ insert ហ្នឹងចុចមកមួយនេះមកចុចមកនេះមកហើយយើងក៏ដាក់ទំព័រតែនេះវាជាប់ឲ្យស្រាប់ហើយចុចអូខេមកអញ្ចឹងឯកសាររបស់យើងមានទំព័រហើយ
1 2 3តាមឯកសាររបស់យើងគ្រប់បន្តហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណ